ឈុកគឺជាផ្កាដែលមានភាពជាតំណាងរបស់ប្រទេសចិននិងជារុក្ខជាតិដែលប្រជាជនចិនចូលចិត្តយ៉ាងទូលំទូលាយរៀងរាល់រដូវក្តៅផ្កាឈុកដុះលូតលាស់ជាច្រើនហើយផ្ការីកស្គុះស្គីនៅក្នុងទន្លេបឹងនិងស្រះដែលបង្កើតទៅជាទេសភាពធម្មជាតិដ៏ស្រស់ស្អាតផ្កាឈុកដុះនៅលើទឹកស្លឹកស្រស់ស្អាតជានិមិត្តរូបនៃគុណសម្បត្តិបរិសុទ្ធនិងស្មោះត្រង់អស់រយៈពេលជាយូរមកហើយវាត្រូវបានបញ្ចូលទៅក្នុងសោភ័ណភាពនិងជីវិតរស់នៅប្រចាំថ្ងៃគឺជានិមិត្តរូបវប្បធម៌ដ៏ល្បីល្បាញការរីករាយទស្សនាផ្កាឈុកនៅក្នុងរដូវក្តៅគឺជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយនៅក្នុងប្រទេសចិនក្នុងរដូវផ្កាឈុករីកស្រះផ្កាឈុកដ៏ធំបានបង្កើតទេសភាពដ៏ស្រស់ស្អាតដោយផ្ទាំងគំនូរទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទីកន្លែងមកដើរកម្សាន្តនិងទស្សនាសម្រស់នៃធម្មជាតិបច្ចុប្បន្នទេសភាពស្រះផ្កាឈុកក៏បានក្លាយទៅជាកន្លែងទេសភាពវប្បធម៌ដ៏មានលក្ខណៈពិសេសដែលអាចផ្ដល់បទពិសោធន៍លំហែកាយដ៏រីករាយសម្រាប់ប្រជាជនក្នុងនាមជានិមិត្តរូបបូព៌ាដែលគេសម្គាល់ជាទូទៅផ្កាឈុកបានបង្ហាញពីសម្រស់នៃធម្មជាតិនិងជីវិតជាមួយនឹងរូបរាងស្រស់ថ្លានិងឆើតឆាយដោយឆ្លងកាត់ភូមិសាស្ត្រនិងវប្បធម៌វាបានបង្ហាញពីទេសភាពធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសចិនទៅកាន់ពិភពលោកនិងបានក្លាយជាចំណងដ៏ទន់ភ្លន់និងស្រស់ស្អាតក្នុងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសចិននិងប្រទេសដទៃទៀត។